ថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះតពីលោក Trump ចាក់ចេញពីប៉េកាំងលោក Putin ក៏មកដល់តពីលោក Trump ចាក់ចេញពីប៉េកាំងលោក Putin ក៏មកដល់តពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី13ទៅថ្ងៃទី15ខែឧសភាឆ្នាំ2026របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រទេសចិនបានរៀបចំទទួលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ភ្លាមៗក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមានក្រុមឡើងបានប្រកាសជាផ្លូវការនៅថ្ងៃទី16ខែឧសភាថាលោក Putin នឹងធ្វើទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃទី19ទៅថ្ងៃទី20ខែឧសភាឆ្នាំ2026លោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំងបំណងនៃដំណើរទស្សនកិច្ចលោក Putin កើតឡើងក្នុងឱកាសអបអរសាទរខួបទី25ឆ្នាំនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងរុស្ស៊ីឆ្នាំ2021រុស្ស៊ីបានឲ្យដឹងថាលោក Putin បានតាមដានដំណើររបស់លោក Trump យ៉ាងដិតដល់ហើយនឹងពិភាក្សាទៅលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗរួមមានការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង Comprehensive Strategy Partnership កិច្ចសហការប្រតិបត្តិសេដ្ឋកិច្ចពាណិជ្ជកម្មនិងធម្មពលស្ថានភាពអន្តរជាតិរួមទាំងសង្គ្រាមនៅអ៊ុយក្រែននិងវិបត្តិអ៊ឺរ៉ង់និងវិភាគមើលឃើញថាចិនកំពុងប្រើប្រាស់ការទូតត្រីកោណយ៉ាងសកម្មក្នុងរយៈពេលតែមួយសប្តាហ៍ពេលកាំងបានទទួលលោក Trump ជាមួយពិធីផ្លូវរដ្ឋធំធេងរួមទាំងពិធីស្វាគមន៍នៅវិមានប្រជាជននិងអាហារពេលល្ងាចផ្លូវរដ្ឋរួមបន្តទទួលលោក Putin ភ្លាមៗដើម្បីបង្ហាញថាចិនរក្សាទំនាក់ទំនងល្អជាមួយមហាអំណាចទាំងពីរ Trump បានចាក់ចេញពីប៉េកាំងនៅថ្ងៃទី15ខែឧសភាដែលប្រកាសថាខ្លួនទទួលបានកិច្ចប្រជុំពាណិជ្ជកម្មដ៏អស្ចារ្យរួមទាំងការទិញទំនិញអាមេរិកបន្ថែមនិងការពិភាក្សាទៅលើបញ្ហាតៃវ៉ាន់និងអ៊ឺរ៉ង់ហើយលោក Putin នឹងមកដល់នៅថ្ងៃអង្គារដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសចិនខណៈដែលរុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធពីលោកខាងលិចការទាំងនេះកើតក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មវិបត្តិនៅមជ្ឈមពានិងចំនួនអ៊ុយក្រែនវាឆ្លុះបញ្ចាំងអំពីទូនីតិសំខាន់របស់ចិនក្នុងការរក្សាតុល្យភាពអំណាចសកលលោក Putin នឹងនាំគណៈប្រតិភូជាន់ខ្ពស់មកជាមួយដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិរវាងម៉ូស្គូប៉េកាំងបន្ទាប់ពីកិច្ចប្រជុំរវាងលោក Trump និងលោក Xi វិភាគព្យាករណ៍ថាតម្លៃមាននឹងអាចមានឱកាសក្នុងការឡើងថ្លៃត្រឡប់ទៅវិញដោយសារមានពន្លឺនៃកិច្ចចរចាល្អប្រសើរក៏ដូចជាការបញ្ចប់សង្គ្រាមវិនិយោគិនមាសគួរតាមដានយកចិត្តទុកដាក់ទៅលើព័ត៌មានសំខាន់ៗនាពេលបច្ចុប្បន្នភាពនេះដោយសារតម្លៃមាសអន្តរជាតិនឹងមានការប្រែប្រួលខ្លាំងទៅលើព័ត៌មានសំខាន់ៗដែលជាឥទ្ធិពលទៅលើសង្គ្រាមមជ្ឈមបូព៌ាក៏ដូចជាសេដ្ឋកិច្ចពិភពលោកស្រុកអូស្ត្រាលីចង់ចាប់យកផលចំណេញពីការកក់មាសតាមរយៈប្រព័ន្ធទិដ្ឋាគារក៏ដូចជាបើកគណនីកក់មាសតាមដានទាំងបម្រែបម្រួលជាពិសេសស្វែងរកឱកាសទិញចូលលក់ចេញបានគ្រប់ពេលវេលាឲ្យលោកស្រីអាចធ្វើការទំនាក់ទំនងមកនេះខ្ញុំសារ៉ារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការប្រឹក្សាយោបល់ការបង្រៀនកក់មាសនិងការបើកគណនីកក់មាសតាមរយៈប្រព័ន្ធធនាគារដោយឥតគិតថ្លៃ